ក្តីសម័យរបស់ខ្ញុំ5-6 ឆ្នាំមុនណាបាទខ្ញុំចង់បានម៉ូតូធំមួយឲ្យតែពាក្យថាម៉ូតូធំមិនគិតពីឆ្នាំវាចាស់ឬវាទៀបសេរីទៀបអីបែបណាទេដល់ពេលខ្ញុំឥឡូវខ្ញុំទិញវាបានណាបងប្អូនព្រលឹមឡើងគាត់ថាខ្ញុំបានមើលវាជូតវាតិចតួចអញ្ចឹងណាខ្ញុំសប្បាយចិត្តបងប្អូនក្នុងអារម្មណ៍របស់ខ្ញុំណាបាទហើយអ្នកខ្លះគេឃើញម៉ូតូអញ្ចឹងគេថាកាកម៉ូតូសេរីចាស់អញ្ចឹងណាខ្ញុំអត់ខ្វល់ទេបងប្អូនសំខាន់ក្តីស្រឡាញ់របស់ខ្ញុំចំពោះវាគឺខ្ញុំស្រឡាញ់វាពេញបេះដូងតែម្ដងបងប្អូនណាបាទវាជាញើសជាឈាមជាការសន្សំរបស់ខ្ញុំទោះជាវាធូរថ្លៃវាសេរីចាស់វាឆ្នាំទៀតបាទប៉ុន្តែវាល្អណាស់សម្រាប់ខ្ញុំណាបងប្អូនអញ្ចឹងសង្ឃឹមថាបងប្អូនខាងម៉ូតូធំនិងស្រឡាញ់វិស័យម៉ូតូទាំងអស់គ្នាបាទរាប់អានគ្នាកុំគិតលើសម្ភារៈនិយមបាទម៉ូតូនោះ20000ម៉ូតូនេះ15000ម៉ូតូនោះ30000បងប្អូនយើងរាប់អានដូចតែគ្នាទៅដោយសារជាម៉ូតូធំទាំងអស់គ្នាជាអ្នកស្រឡាញ់វិស័យម៉ូតូមួយនេះទាំងអស់គ្នានៅកម្ពុជារបស់យើងសង្ឃឹមថាឃើញវីដេអូនេះហើយបងប្អូនឈប់រើសអើងគ្នាបាទអរគុណជំរាបលា